អតិភិបខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមកម្ពុជាថៃឲ្យបានចាប់បំផុតនិងការពារប្រជាពលរដ្ឋស៊ីវិលលោកវ៉ាងវិនពីឯកអគ្គរដ្ឋស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថានៅថ្ងៃទី15ខែធ្នូម្សិលមិញថាអតិភិបខ្ពស់បំផុតគឺបញ្ឈប់សង្គ្រាមនិងការពារប្រជាពលរដ្ឋស៊ីវិលលោកនិយាយដោយក្តីសង្ឃឹមថាភាគីទាំងកម្ពុជាថៃនឹងអត់ធ្មត់ជាអតិបរមាចាត់គ្រប់វិធានការដើម្បីឈានទៅរកមាត់ចម្បាញ់ឲ្យបានកាន់តែឆាប់បំផុតដើម្បីកសាងសន្តិភាពនិងស្ថិរភាពនៅតាមព្រំដែននិងដើម្បីផលប្រយោជន៍ប្រជាជនបើតាមឯកអគ្គរដ្ឋទូតនៅភ្នំពេញប្រទេសចិនគឺនឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើទៅបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅការកសាងសន្តិភាពហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនៅបទចម្បាញ់រវាងកម្ពុជាថៃដើម្បីកសាងសន្តិភាពការចេញសារអំពាវនាវរបស់លោកវ៉ាងវិនពីងធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិនបានចេញសេចក្តីថ្លែងការណ៍ជំរុញឲ្យថៃនិងកម្ពុជាបញ្ឈប់ការបាញ់គ្នាជាបន្ទាន់ដើម្បីជៀសវាងសង្គ្រាមរីករាលដាលកាន់តែធំដោយចិនសន្យាថានឹងចូលរួមសម្របសម្រួលដើម្បីនាំយកសន្តិភាពមកវិញតាមរយៈប្រតិបត្តិការនេះមហាអំណាចចិនសង្ឃឹមថាកម្ពុជានិងថៃបញ្ឈប់ការប្រយុទ្ធគ្នានិងបន្តភាពតានតឹងដោយផានឆាប់រហ័សបំផុតអ្នកនាំពាក្យក្រសួងការបរទេសចិនលោកកៀវគីងគុនបាននិយាយថាចិននឹងបន្តដោយមើលលើឆន្ទៈរបស់ភាគីទាំងពីរក្នុងការធ្វើឲ្យអស់ពីសមត្ថភាពដើម្បីជំរុញការចរចាដើម្បីសន្តិភាពនិងដើរតួនាទីស្ថាបនាតាមរបៀបរបស់យើងដើម្បីនាំមកនៅបទចម្បាញ់និងស្ដារសន្តិភាពរវាង